សួស្តីបងប្អូនទាំងអស់គ្នាសួស្តីអូខេថ្ងៃនេះយើងបានដល់កន្លែងណារមណីយដ្ឋានសមុទ្រឈើអូខេឥឡូវឲ្យគេមើលខាងក្រោយផងនៅខេត្តមណ្ឌលគិរីនេះខាងក្រោយខ្នងយើងមានផ្ទះខ្នងមានអីខ្លះទៀតក្នុងនេះនៅក្នុងហ្នឹងមានគេមានផ្ទះខ្នងមានកន្លែងសួនសត្វចំសត្វដូចជាសត្វអូស្រីសត្វទន្សាយសត្វអីផ្សេងៗហើយកន្លែងថតរូបគេធ្វើដូចមានហើយគេមានកន្លែងយើងមើលសមុទ្រឈើទៀតនេះហ្នឹងហើយអូខេតាប្រាប់គេទៅតាមដានបងប្អូនគ្នាទៅតាមបងប្អូនគ្នាអាក់សិនបងដីនេះរីសតគេនេះ10ហិកតាហើយអានោះគេបានធ្វើហើយទេរីសតទាំងអស់ហ្នឹងផ្ទៃដីគេ10ហិកតាហើយនៅខាងនោះគេសង់អត់តាន់ហើយហើយបើស្អីយើងឆ្លងស្ពាននោះមានកន្លែងឃើញទឹកជ្រោះហ្មងណាហើយអានោះខាងនោះមានកន្លែងខាងនេះមានកន្លែងយើងថតរូបមានរបស់ក្មេងលេងមានអីចឹងណាហើយនៅខាងយើងដើរទៅខាងនោះទៀតគេមានកន្លែងបងស្មាលើនេះហ្មងថតតាមឡើងលើនេះសិនតែថតវីដេអូកន្លែងយើងថតក្នុងថ្ងៃអាចឃើញមកលេងបានណាមានជំទាវធំអីចឹងអានេះជាទៀងនេះគេថតពីខ្សែពណ៌អ្នកឈើចឹងហើយប្រឌិតទឹកសាបអូខេបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានមកដល់ resort មួយឈ្មោះថា Sea Forest នៅក្នុងខេត្តមណ្ឌលគិរីហើយនៅទីនេះមានអាកាសធាតុត្រជាក់មែនទែនហើយមានទឹកបាទនៅលើភ្នំមានទឹកធ្លាក់មកតិចទឹកគេថាពពកចង់ភ្លៀងនៅលើភ្នំខ្ពស់គឺមានចិត្តសំណើមហើយនៅក្នុងនេះមាន playground មានអីច្រើនដើម្បីបងប្អូនអាចមកលេងបានបាទហើយមានផ្ទះជាប្រភេទផ្ទះភ្នំប្រភេទផ្ទះធ
ធ្វើពីឈើសម្រាប់បងប្អូនមកពីឆ្ងាយអាចស្នាក់នៅផ្ទះក៏បានក៏ដូចជាខាងក្រោយនេះគឺមានតង់ជាប្រភេទតង់បាទចាប់ឲ្យកាត់មើលប្រភេទតង់សម្រាប់បងប្អូនណាដែលថាគាត់ចង់បដូរបរិយាកាសបាទពីក្នុងផ្ទះហើយមកចង់តង់អីបាទមានតង់ខាងក្រោយក្នុងគឺមានតង់ហើយអាកាសធាតុល្អសម្រាប់យើងមើលសមុទ្រឈើមើលអីឡើងទៅលើយើងមើលឃើញព្រៃឈើច្រើនអូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានមកដល់មណ្ឌលគិរីហើយនៅពេលនេះដែរគឺជាថ្ងៃទី1ដែលយើងបានមកដល់ហើយនៅពេលនេះយើងនឹងគ្នាជួបបន្ទប់ហើយគាត់ថាយប់ហើយស្អែកយើងនឹងបន្តដំណើរទៅមុខទៀតដើម្បីដកស្រង់នៅរូបភាពស្អាតៗទេសភាពស្អាតៗក្នុងខេត្តមណ្ឌលគិរីចែកជូនដល់បងប្អូនមើលកំសាន្តលេងបាទជាការបង្កើននៅសាច់ដុំភ្នែកបាទបងប្អូនឥឡូវនេះយើងនឹងចេញទៅប្រតិបត្តិការបាទនៅមានស្រាជីវៈមួយឆ្នាំចិត្តតែញ៉ែ23ឆ្នាំចិត្តតែ23ឆ្នាំបាទនឹងឯនៅសល់6ដបជាមួយនឹងយើង3នាក់បាទ3នាក់ហើយបន្តិចទៀតនេះយើងនឹងចេញទៅប្រតិបត្តិការ6ដបនោះហើយបាទអញ្ចឹងសូមបាទបងប្អូនអន្តរជាតិអាចចូលរួមជាមួយនឹងយើងខ្ញុំបានហើយបរិយាកាសនៅទីនេះមានអារម្មណ៍ថាត្រជាក់ស្រួលបាទมันក្តៅមិនត្រជាក់ខ្លាំងពេកគឺល្មមមិនច្បាស់ប្រើមិនត្រជាក់ហើយម្យ៉ាងទៀតបាទមានអារម្មណ៍ថាប្លែកភ្នែកបាទហើយវាខ្យល់បរិសុទ្ធល្អបាទហើយសេវាកម្មក៏ល្អដែរហើយកន្លែងគេងលក្ខណៈprofessional បាទធម្មជាតិមានធ្វើពីឫស្សីបាទហើយយើងធ្វើពីឈើបាទហើយបាទមានបាទសពបែបយ៉ាងទាំងអស់បាទដូចនៅក្នុងវីដេអូដែលបានថតចែកជូនបងប្អូនមើលទស្សនាកំសាន្តកន្លងមកហើយបាទมันខុសគ្នាប៉ុន្មានទេហើយថ្ងៃស្អែកនេះនឹងថតបំពេញឲ្យបានគ្រប់ទាំងអស់ជូនបងប្អូនមើលបាទថានៅមណ្ឌលគិរីនេះរីសតមួយនេះឈ្មោះថាបាទSea Forest បាទ Sea Forest ហ្នឹងហើយ Sea Forest បាទដែលរីសតនេះទើបតែនឹងបង្កើតបានក្នុងរយៈពេលប្រហែលជាប្រហែល3ខែហ្នឹងហើយទើបតែបាន3ខែទេព្រោះកន្លែងខ្លះទើបតែកំពុងតែធ្វើថែមបន្តទៀតហើយចង់ដឹងថានៅក្នុង Sea Forest បាទនឹង Sea Forest Resort គេនៅក្នុងខេត្តមណ្ឌលគិរីនេះមានអីខ្លះបាទចាំចូលរួមទស្សនាទាំងអស់គ្នាបាទអរគុណច្រើនបាទឥឡូវនេះកុំឲ្យខាត់ពេលយូរបាទហើយនៅពេលនេះម៉ោង9ម៉ោង10យប់ហើយយើងក៏នាំគ្នាចេញទៅបង្ហើយបាទស្រាដែលនៅសល់6ដបនៅខាងមុខហើយចាំមើល6ដបនឹងអ្នកណាគេផឹកអ្នកណាគេអត់ហើយយើងមានសមាជិកភាព3នាក់មាន3នាក់នៅខាងក្រោយនេះណែនាំខ្លួនឲ្យគេស្គាល់ផងខាងនេះឈ្មោះអីគេទៅយ៉ាឈ្មោះអីដារីយ៉ាបាទខាងនោះក៏ឈ្មោះដារីយ៉ាដារីញ៉ែលហើយជិះខាងនេះឈ្មោះអីមៀវហ៎ខាងនេះក៏ឈ្មោះម៉ែវហ្នឹងហើយឥឡូវយើងមាន3នាក់ក្នុងការប្រកួតប្រជែងផាប់ឥឡូវចាំមើលអ្នកណាគេផាប់អស់មុនគេបាទឥឡូវនេះពួកគាត់ថតរូបទៅពីម៉ោង5ល្ងាចរហូតដល់ម៉ោង10យប់នេះថតទៅហើយនេះ
ទេបាទនៅខាងក្រោយនេះគឺបាទកន្លែងដង្ហើមល្អណាស់ជាក់ស្រួលហើយឥឡូវនេះចុះអាប់មកទៀតដល់មេឃចុះអាប់មកពេញចុះអាប់បាទហើយខាងនេះ playground បាទទេសភាពនៅ resort ទាំងនេះគឺថាធ្វើស្អាតតែដាក់ធម្មជាតិហ្នឹងហើយអរគុណច្រើនបែបបងញើនឹងសក់អស់ពេញភៀវបេះខ្លួនឯងហ្មងបាទបេះ
ไม่ต่อสู้อะตาเปลี่ยน ยังสอบครับ ปะเยอะ แต่ไปอะไรก็ได้จำแต่ไปอะไรได้ ปะ đồng viên suối mò đồng viên suối này mò đi ở mò bồ những đó tụi là xa next chơi pe tụi chứ chẳng khả năng ở riêng trang khả năng thông thông ấy nè khả năng thông thông lo mà vô tới này ấy bán xem rồi còn chiênចិត្តឲ្យស្ដាងហើយហាលបានទៅខាត់ nhằm được phải đó nó có bốn anh nhung khơi đến đây của ground ô miền làm một tầng và từng ó đấy ទាំងអស់ណាមានតែ biết của miền biết đó biết sông trên này đây ជាណាមើមយិនសិនណា